ជំរាបសួរបងប្អូនទាំងអស់គ្នាយើងមកជួបគ្នានៅវីដេអូថ្មីបន្តទៀតអញ្ចឹងតើតើនឹងធូររបស់យើងគឺយើងសិក្សារួចអស់ហើយប៉ុន្តែខ្ញុំសូមធ្វើការរំលឹកបន្តិចតើតើនឹង tool section របស់យើងអញ្ចឹងការប្រើ section របស់យើងដើម្បីប្រើវាបានយើងយកមកយើងមកចុចកន្លែង section បន្តទៅយកកាទាញចេញក្រៅចេញមកវានឹង show ឲ្យយើងហើយរៀនប្រើតើតើនឹងសញ្ញាព្រួយមកក្រោយឆ្វេងស្ដាំទៅលើ keyboard របស់យើងចឹងឧទាហរណ៍ខ្ញុំចង់បានវាបញ្ចូលខ្ញុំចុចសញ្ញាស្ដាំឆ្វេងស្ដាំអញ្ចឹងទៅដូចខ្ញុំចង់ពុះវាទៅខាងនោះខ្ញុំចុចមកបញ្ចូលវាបែបនេះមកឃើញសញ្ញាព្រួយវាបាញ់ទៅនោះសញ្ញាព្រួយទូចឬក៏មួយទៀតបងប្អូនត្រូវដឹងដែរនៅពេលណាយើងចង់ពុះពីខាងនោះមកវិញត្រូវធ្វើម៉េចនៅថានេះពុះទៅខាងនោះនេះខ្ញុំចុចមួយមកស្ដាំហើយអក្សរ M យើងយកមកយើងមកចុចលើសញ្ញា Q នេះមកហើយធ្វើការចុច click មកស្ដាំខាងនោះប៉ុន្តែមួយទៀតបើយើងចង់ពុះមកពីខាងនោះវិញធ្វើម៉េចអញ្ចឹងបងប្អូនត្រូវដឹងអានោះបញ្ជាក់មួយដែរយើងចុចទៅលើនឹងមកបន្តមកទៀតយើងធ្វើការបង្វិលឲ្យឃើញ object ខាងនេះវិញឲ្យឃើញ face ខាងនេះវិញឲ្យឃើញ object ពីយើងចង់ពុះពីខាងនេះទៅវិញលក្ខណៈឃើញទេសញ្ញាព្រួយវាបាញ់ទៅ object ខាងនោះវិញខ្ញុំចុចមួយអូខេនេះអូខេមកវាពុះទៅខាងនោះវិញអានឹងត្រូវដឹងមួយដែរបងប្អូនអ្នកគ្នាដូចយើងចង់ពុះពីលើខ្ញុំសូមคลิกទៅលើវាបន្តមកទៀតខ្ញុំដាក់វាពីលើចាឃើញវាបាញ់ទៅក្រោមហើយតើបងប្អូនត្រូវដឹងមួយទៀតយើងចង់ពុះពីក្រោមវិញធ្វើម៉េចនៅថាយើងបង្វិលឲ្យឃើញ object នៃផ្ទៃវា face នេះខាងក្រោមនេះខាងក្រោមបែបនេះឃើញបែបនេះមកខ្ញុំចុចលើវាឃើញលក្ខណៈវាបាញ់ទៅលើឲ្យយើងវិញហើយបើន័យថាយើងត្រូវឲ្យឃើញបែបនេះឃើញបាញ់ទៅលើវិញហើយអូខេខ្ញុំសេះអក្សរ M move ពុះវាទៅលើឃើញអាហ្នឹងបងប្អូនត្រូវដឹងមួយដែរលក្ខណៈវាបើន័យថាបើយើងចង់ពុះពីខាងនេះយើងត្រូវធ្វើម៉េចពុះពីខាងនោះអញ្ចឹងបើសិនយើងដាក់បែបនេះបើសិនយើងដាក់ section មានន័យថាយើងពុះទៅខាងនោះហើយដូចថាយើងបាញ់ទៅខាងនោះហើយឃើញទេប៉ុន្តែបើយើងដាក់ខាងនេះមិនថាវាបាញ់ទៅខាងនេះវិញហ្នឹងបងប្អូនត្រូវដឹងមួយអញ្ចឹងវីដេអូនេះខ្ញុំសូមបញ្ជាក់ប៉ុណ្ណឹងយើងនឹងសំណេះសំណាលគ្នានៅវីដេអូបន្តអរគុណច្រើនបងប្អូនទាំងអស់គ្នា